ពាក់កណ្ដាលយប់ហើយឯងបាច់ហៅខ្ញុំផឹកទៀតយ៉ាងម៉េចឬក៏ឯងមិនចង់មកទេអេឯងដែរយ៉ាងម៉េចហ្នឹងមិនមើលជឿមនុស្សទេឯងខ្វាក់ភ្នែកមែនទេហ្នឹងអសុំទោសផងណាមិនអីទេទៅចុះណាខ្ញុំប្រាប់ឯងគួរតែកាប់បន្ថយកំហឹងទៅឯងធ្វើដូចជាមិនដឹងចរិតរបស់ខ្ញុំគឺវាតែប៉ុណ្្នឹងគួរតែផ្លាប់បដូរវាទៅបើអញ្ចឹងឯងនឹងញ៉ាំចុះខ្ញុំឆ្អែតដែរតែមុននេះណាថើកែជួបគ្នាទៀតថើកែគិតលុយមកលបលោកបីថ្ងៃនេះពិធីជប់លៀងពួកយើងសប្បាយអស់ដែរម្ដងអ្នកណាចង់ជ្រៀងក៏ជ្រៀងទៅបលបងមកពួកយើងផឹកទៅលបងធំថ្ងៃនេះបងប្អូនយើងសប្បាយចិត្តណាស់បងគួរតែលើកដាច់ទៅបានទៅខ្ញុំលើកដាច់អស់ចាមែនពួកឯងផឹកបន្តទៀតចុះខ្ញុំទៅបន្ទប់តាមទីសិនកុំឲ្យតែណាលើកដាច់មកថែមទៀតទៅណាលបងចុះខ្ញុំទើបតែលើកដាច់មួយកែវនេះខ្ញុំមិនសាប់ប្រកែកផឹកទេលបងបានចឹងមួយកែវនេះខ្ញុំផឹកជំនួសគាត់ឆាប់អង្គុយចុះភ្លាមមកពេញចិត្តផឹកជាមួយខ្ញុំមែនទេហ្នឹងណែឆាប់លើកវាទៅលើកដាច់មួយកែវនេះលបងខ្ញុំពិតជាមិនសាប់ប្រកែកផឹកពិនមែនឬក៏លោកមិនចង់ទុកមកខ្ញុំទេបើលោកមិនផឹកស្រាប់មួយកែវនេះទេយើងមិនបាច់សហការគ្នាទេណាឯងហ៊ានគំរាមបងប្អូនរបស់ខ្ញុំផងសោលីឯងបាយជាធ្វើបែបនេះដល់ខ្ញុំកិច្ចសន្យានោះមិនបាច់បន្តទេលបងជើឲ្យវាទៅចុះឯងក៏ពុតធ្វើស្អីនឹងឯងធ្វើឲ្យខ្ញុំបាត់បង់នៃគូសហការដែលខ្ញុំខំសាំងមកកន្លះឆ្នាំហើយវាមកខំឯងផឹកស្រាមួយពេកខ្ញុំផឹកបានមែនទេខ្ញុំគ្រាន់តែចង់ជួយតែខុសដែរជាកំហុសរបស់ខ្ញុំតើមានរឿងអីនោះគេបានធ្វើឲ្យខូចកិច្ចការរបស់ខ្ញុំព្រោះតែកំហុសរបស់ឯងខ្ញុំរំខានឯងចុះទំនាក់ទំនងរបស់យើងជាច្រើនឆ្នាំនេះបានហើយឯងចាប់ចេញទៅបងប្អូនរបស់បងរឿងនេះធ្វើឲ្យខូចកិច្ចការហើយជាច្រើនឆ្នាំហើយគេតែតែមានកំហុសបែបនេះជុំនិយាយរឿងនេះទៅមកបដូរកន្លែងទៅផឹកស្រាទៅតោះផឹកស្រាលបងរឿងនេះគេពិតជាហួសហេតុមែនធ្វើឲ្យខូចកិច្ចការរបស់បងហើយមែនហើយលបងក្លែងជាបងប្អូនមិនគួរគេធ្វើបែបនេះសិលគេមានប្រាជ្ញចំណេញច្រើនប្រហែលគេមិនទុកលបងនៅក្នុងផ្នែកទេយ៉ាតិចលុយនោះផលចំណេញក៏10000ដែរបើគេមិនចរិតឆ្កែបែបនេះទេមិននឹងបងខាត់លុយទៅបានហើយឯងធំនេះនិយាយទៅអ្នកដែលបន្ទូននោះគេជាបងប្អូនរបស់ខ្ញុំមិនថាថ្ងៃនេះទេថ្ងៃក្រោយកុំឲ្យខ្ញុំលឺទៀតកុំឲ្យខ្ញុំលឺដាច់ខាតថើកែដើរខ្ញុំដូចថ្ងៃមុនបានដើរខ្ញុំដូចថ្ងៃមុនអេឯងខ្វាក់ភ្នែកមែនមកឃើញមនុស្សអង្គុយទេឆាប់សុំទោសដូចជាកុំកាច់ពេកអីគួររៀនទប់អារម្មណ៍ខ្លះទៅខ្ញុំដឹងហើយតើពីណាឯងផ្លាប់ដូរបានទៅគឺបណ្ដោះឡើយ